រដូវប្រាំងគឺជារដូវដែលក្តៅហួតហែងខ្លាំងរដូវវស្សាគឺជារដូវដែលមានភ្លៀងធ្លាក់ចុះរដូវរបស់មនុស្សស្រីអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់អត់ថាហេតុអីបានជាគេដាក់ឈ្មោះរដូវមកឲ្យមនុស្សស្រីដែរនៅពេលដែលមនុស្សស្រីមានរដូវថ្ងៃនេះយើងមកសិក្សាអំពីពាក្យខ្មែរទាំងអស់គ្នាបងប្អូនដែលពាក្យនោះគឺជាពាក្យដែលយើងនិយាយថារដូវយើងផ្ដោតសំខាន់ទៅលើពាក្យរដូវរបស់មនុស្សស្រីមូលហេតុអីបានជាគេយកពាក្យនេះយកមកដាក់នៅពេលដែលមនុស្សស្រីមានរដូវដូចទៅនឹងរដូវប្រាំងនិងរដូវវស្សាដែរឥឡូវយើងមកសិក្សានៃដើមកំណើតនៃពាក្យថារដូវតាមពិតទៅរដូវនេះគឺជាពាក្យមួយដែលមានដើមកំណើតមកពីភាសាបាលីនិងភាសាសំស្ក្រឹតដែលភាសាដើមនោះដែលគេបង្ហាញថាគឺជាពាក្យឬតុពាក្យឬតុនេះដែរគឺគេបែងចែកទៅជាពីរអត្ថន័យផ្សេងគ្នានៅក្នុងវចនានុក្រមសម្ដេចជួនណាតផងដែរអត្ថន័យទី1នោះគឺជាសំដៅទៅលើការកំណត់នៃពេលវេលាឬក៏រដូវកាលនៃធម្មជាតិដែលមានដូចជារដូវប្រាំងនិងរដូវវស្សារដូវរងាជាដើមហើយអត្ថន័យទី2នោះគឺសំដៅទៅលើការកំណត់នៃជីវវិទ្យារបស់ស្ត្រីឬក៏ភារៈនៃការមានរដូវរបស់មនុស្សស្រីនឹងឯងហើយមូលហេតុអីបានជាគេយកឈ្មោះរដូវនេះយកមកដាក់ឲ្យមនុស្សស្រីពេលដែលមនុស្សស្រីមានរដូវឬក៏ជាការហូរឈាមប្រចាំខែរបស់មនុស្សស្រីនេះដូចជារដូវប្រាំងនិងរដូវវស្សារបស់ខ្មែរយើងដែរព្រោះថាពាក្យពីរហ្នឹងគឺប្រើដូចគ្នាមែនទែនគឺរដូវដូចគ្នាសរសេរក៏ដូចគ្នានិងសំនៀងក៏ដូចគ្នាហើយមូលហេតុដែលគេយកពាក្យនេះមកប្រើទៅលើមនុស្សស្រីពេលដែលមនុស្សស្រីយើងហូរឈាមជាប្រចាំខែនោះដែរនោះដោយសារតែគេមើលឃើញទៅការប្រៀបធៀបរវាងការប្រៀបធៀបរវាងភាពដូចគ្នារវាងធម្មជាតិនិងរាងកាយរបស់មនុស្សស្រីដែលមានពីរចំណុចនឹងដូចគ្នាធំដូចជាភាពទៀងទាត់នៃពេលវេលាធម្មជាតិនៃរដូវប្រាំងធម្មជាតិនៃរដូវប្រាំងរដូវវស្សានឹងគឺវាបានវិលជុំយ៉ាងទៀងទាត់តាមការកំណត់របស់ធម្មជាតិអញ្ចឹងចេញពីរដូវប្រាំងដល់រដូវវស្សាអញ្ចឹងទៅហើយបើរាងកាយរបស់មនុស្សស្រីវិញគឺរាងកាយរបស់មនុស្សស្រីមានការហូរឈាមធ្លាក់ជាប្រចាំនិងទៀងទាត់តាមការកំណត់នៃអរម៉ូនរបស់ខ្លួនប្រាណនីមួយៗដោយសារតែបាតុភូតទៀងទាត់តាមពេលវេលានេះហើយបានជាគេហៅថាការមករដូវដូចជាទៅនឹងរដូវប្រាំងរបស់រដូវវស្សាដែលវាទៀងទាត់ដូចទៅគ្នាទៅពីមួយឆ្នាំទៅមួយឆ្នាំរបស់ធម្មជាតិដែរហើយចំណុចធំមួយទៀតនោះគឺការត្រៀមខ្លួនបង្កើតជីវិតថ្មីនៅទស្សនៈវិជ្ជារបស់បុរាណគឺការផ្លាស់ប្ដូររដូវនៅក្នុងធម្មជាតិដូចជារដូវធ្លាក់ភ្លៀងគឺជាពេលវេលាមួយនៃការត្រៀមខ្លួនដើម្បីដាំដុះនិងដើម្បីបង្កើតភោគផលធម្មជាតិដូចជាការបង្កើតជីវិតថ្មីផងដែរហើយដូចគ្នានោះផងដែរស្ត្រីរបស់យើងក៏ដូចគ្នាដែរពេលដែលមករដូវហ្នឹងប្រៀបដូចជារាងកាយរបស់មនុស្សស្រីហ្នឹងគឺការត្រៀមខ្លួនក្នុងការបង្កកំណើតជីវិតថ្មីមកលើផែនដីឬដូចជាធម្មជាតិរបស់យើងដែរអញ្ចឹងហើយសរុបសេចក្តីមកពាក្យរដូវដែលគេយកមកប្រើទៅលើមនុស្សស្រីហ្នឹងវាពិតជាសមស្របមែនដែលតាំងពីបុរាណកាលមកដែលគេប្រើពាក្យឬតុនៅក្នុងពាក្យភាសាបាលីនិងភាសាសំស្ក្រឹតអញ្ចឹងវាគឺជាការកំណត់នៃមកដល់វិលជុំរបស់ធម្មជាតិមិនថាធម្មជាតិរបស់ពិភពលោកឬធម្មជាតិរបស់មនុស្សស្រីវិញគឺវាមានការវិលជុំដូចគ្នាហើយនេះហើយបានជាគេយកពាក្យរដូវនេះមកដាក់ឲ្យមនុស្សស្រីពេលដែលមនុស្សស្រីមានរដូវដែរនេះហើយគឺជាអ្វីដែលខ្ញុំបានសិក្សាស្រាវជ្រាវហើយនឹងយកមកបកស្រាយប្រាប់បងប្អូនទាំងអស់គ្នាហើយបើសិនជាបងប្អូនទាំងអស់គ្នាមានយោបល់អីផ្សេងអាច comment នៅខាងក្រោមនេះបានហើយបើសិនជាបងប្អូនទាំងអស់គ្នាចង់ដឹងពីពាក្យខ្មែរអ្វីបន្ថែមទៀតក៏អាច comment ខាងក្រោមនេះបានយើងនឹងជួបគ្នានៅវីដេអូបន្តទៀតអរគុណច្រើន